មានឧបករណ៍ពីរសំខាន់ដែលប្រើប្រាស់ដើម្បីការពារជាតិនោះគឺអាវុធនិងចំណេះដឹងអាវុធត្រូវបានប្រើប្រាស់ដើម្បីគំរាមនិងវាយប្រហារទៅលើសត្រូវប៉ុន្តែចំណេះដឹងត្រូវបានប្រើប្រាស់ដើម្បីកសាងជាតិឲ្យបានរឹងមាំជាផ្នែកដ៏សំខាន់មួយក្នុងការការពារជាតិម្យ៉ាងទៀតចំណេះដឹងក៏អាចជួយឲ្យយើងដឹងថាតើគួរប្រើប្រាស់អាវុធដើម្បីអ្វីហើយប្រើប្រាស់ដោយរបៀបណាឬនៅពេលណាអាវុធស្មារតីស្នេហាជាតិនិងភាពអង់អាចក្លាហានមិនអាចខ្វះបានហើយចំណេះដឹងដែលត្រូវមានសម្រាប់ប្រជាជនក៏រឹតតែសំខាន់ប្រជាជនដែលមានចំណេះដឹងប៉ុន្តែគ្មានមនសិការស្នេហាជាតិនិងភាពអង់អាចក្លាហានពិតជាមិនអាចជួយការពារប្រទេសជាតិបានឡើយប៉ុន្តែភាពក្លាហាននិងការស្រឡាញ់ជាតិដោយភាពល្ងង់ខ្លៅនិងងប់ងល់ជ្រុលក៏មិនអាចជួយការពារជាតិបានដែរហើយវានឹងក្លាយជាអាវុធប្រឡាយដែលមានគ្រោះថ្នាក់សម្រាប់ជាតិផងដែរការបណ្ដោះឲ្យប្រជាជនមានចំណេះដឹងនិងមនសិការស្នេហាជាតិអង់អាចក្លាហានចេះរួបរวมគ្នាគឺជាកត្តាដ៏សំខាន់បំផុតក្នុងការការពារជាតិមាតុភូមិប្រទេសជាតិមួយខ្លាំងទៅបានដោយសារសម្បូរប្រជាជនពូកែរៀនពូកែអានមិនមែនពូកែផឹកស្រានោះទេប្រទេសជាតិមួយខ្លាំងទៅបានដោយសារតែសម្បូរប្រជាជនឲ្យតម្លៃលើការអប់រំមិនមែនប្រជាជនឲ្យតម្លៃលើការសប្បាយនោះទេប្រទេសជាតិមួយខ្លាំងទៅបានដោយសារសម្បូរប្រជាជនពូកែធ្វើមិនមែនពូកែបន់ស្រន់ដេកខ្ជិលនោះទេប្រទេសជាតិមួយខ្លាំងទៅបានដោយសារសម្បូរប្រជាជនចេះសាមគ្គីគ្នាមិនមែនបែកបាក់គ្នានោះទេប្រទេសជាតិមួយខ្លាំងដោយសារសម្បូរប្រជាជនតម្កល់ផលប្រយោជន៍ជាតិជាធំមិនមែនប្រយោជន៍ខ្លួនឯងជាធំនោះទេ